ដល់លោកគ្រូអ្នកគ្រូឧទ្ទេសនិងគ្រូសិស្សទាំងអស់មានខ្ញុំឈ្មោះបែនធីតំណាងក្រុមទី5នឹងមកបង្ហាញពីដំណើរការពិសោធន៍ឧបករណ៍ឈ្មោះកណ្ដឹងរកអគ្គិសនីអញ្ចឹងមុននឹងចូលទៅដល់ដំណើរការពិសោធន៍ពីកណ្ដឹងរកអគ្គិសនីនឹងខ្ញុំនឹងរំលឹកទ្រឹស្ដីអំពីនិយមន័យរបស់អេឡិចត្រូមេដាយឬក៏យើងអាចហៅម្យ៉ាងទៀតថាមេដាយអនាចិន្ត្រៃយ៍ចំពោះនិយមន័យរបស់វាអេឡិចត្រូមេដាយហ្នឹងគឺជាឧបករណ៍ដែលមានស្នូលជាដៃសុទ្ធហើយរំដោយស្ពាហើយមានចរន្តឆ្លងកាត់ហើយចំពោះបម្រើបម្រាស់របស់វាវិញគឺវាអាចប្រើប្រាស់ក្នុងវិស័យសុខាភិបាលដែលអាចយកកម្ទេចដៃចេញពីភ្នែកបានហើយមួយទៀតធ្វើជាកណ្ដឹងរកអគ្គិសនីហើយមួយវិញទៀតយើងអាចធ្វើជាចន្លឹះទ្វារអេឡិចត្រូម៉ាញ់មេទិកអញ្ចឹងជាបន្ទាប់នេះខ្ញុំនឹងបង្ហាញទ្រង់អំពីសមាសភាពមួយចំនួនដើម្បីបង្កើតទៅជាកណ្ដឹងរកអគ្គិសនីដែលសមាសភាពទាំងអស់នោះមានដូចជាអេឡិចត្រូមេដាយកណ្ដឹងរណាដែលតភ្ជាប់ជាមួយបន្ទះលោហៈហើយតភ្ជាប់ជាមួយទៅនឹងវីសម្រាប់ចម្លងចរន្តអគ្គិសនីហើយនឹងមានប្រភពចរន្តគឺអាគុយ12វ៉ុលអញ្ចឹងនៅពេលដែលយើងពិសោធន៍យើងត្រូវការមានអេឡិចត្រូមេដែកដែលមានចុងម្ខាងតភ្ជាប់ជាមួយនឹងប៉ូលបូកនៃប្រភពចរន្តហើយចុងម្ខាងទៀតនៃអេឡិចត្រូមេដែកហ្នឹងយើងយកមកតភ្ជាប់ជាមួយនឹងរណានិងខ្សែចម្លងយើងយកមកភ្ជាប់ជាមួយប៉ូលម្ខាងទៀតនៃប្រភពចរន្តអញ្ចឹងនៅពេលដែលយើងឲ្យចរន្តឆ្លងកាត់អេឡិចត្រូមេដែកខ្លាយទៅជាមេដែកឆក់ទាញរណាធ្វើឲ្យបន្ទះលោហៈនេះវាឃ្លាតចេញពីវីអញ្ចឹងធ្វើឲ្យវាដាច់ចរន្តអញ្ចឹងនៅពេលដែលវាដាច់ចរន្តវាបានធ្វើឲ្យអេឡិចត្រូមេដែកនេះឡើងខ្លាយទៅជាមេដែកអញ្ចឹងវាប្រឡែងរណាមកវិញវាធ្វើឲ្យបន្ទះលោហៈនេះជាប់ជាមួយទៅនឹងវីម្ដងទៀតអញ្ចឹងនៅពេលដែលវាភ្ជាប់ជាមួយវីម្ដងទៀតវាបង្កើតចរន្តធ្វើឲ្យអេឡិចត្រូមេដែកខ្លាយទៅជាមេដែកម្ដងទៀតឆក់ទាញរណាអញ្ចឹងនៅពេលដែលវាការដំណើរការនេះវាដដែលច្រើនដងវាបង្កើតបានទៅជាកណ្ដឹងរកអគ្គិសនីអញ្ចឹងយើងមកមើលពីដំណើរការពិសោធន៍ទាំងអស់គ្នា